បាទជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបបង្កើត QR code ដែលបងប្អូនភាគច្រើនក៏តែងតែប្រើប្រាស់អញ្ចឹងពេញនិយមក្នុងការប្រើប្រាស់អញ្ចឹងបងប្អូនអញ្ចឹងរបៀបបង្កើត QR code គឺវាមានច្រើនអញ្ចឹងបងប្អូនវាមានច្រើន website តែថ្ងៃនេះខ្ញុំនឹងបង្ហាញ website មួយដែលបងប្អូនអាចបង្កើត QR code បានច្រើនប្រភេទអញ្ចឹងបងប្អូនអូខេអញ្ចឹងបើខាតពេលយូរយើងចូលទៅកាន់ website ទាំងអស់គ្នាបងប្អូនចូលទៅកាន់ browser មកបាទ browser នៅលើទូរស័ព្ទដៃបងប្អូននៅក្នុងកុំព្យូទ័រក៏បានដែរបងប្អូនអញ្ចឹងអានឹងវាអាចថាយើងធ្វើបានពីរតាមទូរស័ព្ទក៏បានតាមកុំព្យូទ័រក៏បានបាទដោយសារតែភាគច្រើនបងប្អូនគាត់ប្រើទូរស័ព្ទច្រើនជាងកុំព្យូទ័រអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំធ្វើបង្ហាញពីរបៀបបង្កើតតាមរយៈទូរស័ព្ទបាទចឹងបងប្អូនចូលទៅកាន់ browser មកកន្លែង search ចឹងខ្ញុំធ្វើការវាពាក្យថាបាទ QR code monkey មកនៅខាងលើបងប្អូនបាទអញ្ចឹងបងប្អូនពេលបងប្អូនវាហើយបងប្អូនរកមើល logo QR code monkey បងប្អូននេះរូបនេះ QQ អញ្ចឹងបងប្អូនដូចមានរូបដូចក្បាលស្វាមួយអញ្ចឹងបាទអញ្ចឹងបងប្អូនចុចលើនឹងមកបាទនៅពេលដែលបងប្អូនចូលមកដល់គឺវាមាន URL គឺសម្រាប់បង្កើត link បងប្អូនដាក់ link ផ្សេងមកបងប្អូនចង់បង្កើតតាមរយៈ link បងប្អូនដាក់មកបាទវាមាន text មាន email មាន phone មាន SMS ហើយមាន vcard អញ្ចឹងបងប្អូនហើយមាន location បាទទីតាំងដែលបងប្អូនចង់ scan ឲ្យអ្នកដទៃគាត់ scan ទីតាំងហាងឬទីតាំងកន្លែងផ្សេងដែលបងប្អូនចង់ពួកគាត់ទៅបងប្អូនអាចបង្កើតជា QR code មកស្រួលគាត់ scan ទៅគាត់ចុចទៅកាន់ទីតាំងដែលបងប្អូនចង់ឲ្យគាត់ទៅអញ្ចឹងមាន Facebook ហើយមាន Twitter មាន YouTube បាទជាពិសេសមាន Wi-Fi បងប្អូនសម្រាប់បងប្អូនដែលជាអ្នកបើកអាជីវកម្មបើកហាងអីចឹងបងប្អូនអាចបង្កើតជា Wi-Fi scan QR code មកស្រួលមិនបាច់ឲ្យភ្ញៀវគាត់វាយ password វាអីចឹងបងប្អូនអញ្ចឹងគឺងាយស្រួលតែម្ដងបាទហើយយើងបង្កើតហើយយើង scan print ជាกระดาษដាក់ក្នុងអញ្ចឹងឬដាក់កន្លែងណាមួយឲ្យគាត់ scan ទៅគឺងាយស្រួលតែម្ដងបាទមាន event មានអីចឹងបងប្អូនមានច្រើនបាទអញ្ចឹងសឹងថា all in one បងប្អូនសឹងថាមានតែកម្មwebsite មួយនេះគឺយើងអាចបង្កើតបានច្រើនចឹងបងប្អូនអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្កើតតាក់ទងនឹងខ្ញុំបង្កើតតាក់ទង Wi-Fi ចុះបងប្អូនអញ្ចឹងបងប្អូនបង្កើតតាក់ទង Wi-Fi បងប្អូនត្រូវមានឈ្មោះ Wi-Fi ហើយនិង password ចឹងបងប្អូនអញ្ចឹងខ្ញុំធ្វើការទៅឆែកមើល Wi-Fi របស់ខ្ញុំឈ្មោះអីបាទខ្ញុំចូលទៅកាន់ connection and sharing អញ្ចឹងការកន្លែងឆែក Wi-Fi ខុសគ្នាបងប្អូនទូរស័ព្ទវាមានកន្លែងឆែកផ្សេងគ្នាតាមស៊េរីតាម model អញ្ចឹងបងប្អូនអញ្ចឹងខ្ញុំទៅកន្លែង personal hotspot នេះបងប្អូន Wi-Fi របស់ខ្ញុំមានឈ្មោះថា Oppo A53 ហើយ password គេរ៉េម8គេរ៉េម9បាទអញ្ចឹងខ្ញុំធ្វើការចូលទៅកាន់ website នឹងមកខ្ញុំសរសេរពាក្យអធិស្ឋាន Oppoចឹងកន្លែងឈ្មោះ Wi-Fi បងប្អូនអាចដូរខ្លួនឯងបានអញ្ចឹងបើសិនឈ្មោះហាងអីបងប្អូនដាក់តាមឈ្មោះហាងអញ្ចឹងអូខេអញ្ចឹងហើយយើងសេថាម៉េចឲ្យដូចគ្នាជាមួយឈ្មោះនៅក្នុងទូរស័ព្ទឈ្មោះ Wi-Fi របស់យើងអក្សរធំដាក់តាមអក្សរធំអក្សរតូចដាក់តាមអក្សរតូចមានលេខមានអីដាក់ឲ្យអស់អញ្ចឹងបងប្អូនហើយ password
បាទតទៀតបងប្អូនអាចកន្លែង encrypt នេះតើតង encrypt នេះគឺយើងអាចប្រើមួយណាក៏បានដែរប៉ុន្តែជាទូទៅ Wi-Fi គេប្រើក្រោមបងប្អូននេះចឹងខ្ញុំយកអាក្រោមហ្នឹងមកបាទហើយខាងក្រោមនេះមាន color មាន add logo មាន custom design ផ្សេងៗអញ្ចឹងបងយើងចង់បាន color ពណ៌អីយើងដូរទៅបងប្អូនបាទតែជាទៅគេប្រើ color ពណ៌ខ្មៅអញ្ចឹងហើយនេះមានលេខកូដ color បើយើងចង់វាយពណ៌អីយើងដឹងលេខកូដ color យើងវាយជាពណ៌វាយជាលេខកូដក៏បានដែរបងប្អូនអូខេហើយមាន add logo អញ្ចឹងបងប្អូនអាច upload រូប logo ហាងឬក៏ logo កន្លែងបងប្អូនអញ្ចឹងសម្រាប់បងប្អូនចង់ដាក់ logo អញ្ចឹងហើយកន្លែង custom design ផ្សេងៗបងប្អូនមើលទៅ style QR code ចង់បានមិនបាទចុចឬក៏របៀបម៉េចបងប្អូនរើសតាមនឹងបងប្អូនអូខេអញ្ចឹងខ្ញុំអត់ធ្វើការរើសទេខ្ញុំយកធម្មតាតមកទៀតបងប្អូនអូសមកក្រោមទៀតបងប្អូនអូសមកក្រោមនេះដង្ហុំនេះយើងអាចបរិចព្រមតាមតម្រូវការនេះកាឡា QR code នេះអញ្ចឹងខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំធ្វើការ create QR code បងប្អូនអូខេអញ្ចឹងខ្ញុំបាន QR code ហើយបងប្អូនអាចធ្វើការ download កន្លែងនេះបាទឬក៏កន្លែងនេះស្រេចបងប្អូនចង់បានរបៀបមួយណាបងប្អូន download បែបតាមនឹងទៅចង់បាន PDF ដាក់ PDF ទៅបងប្អូនអូខេអញ្ចឹងខ្ញុំធ្វើការ download ជារូបភាព PNG អញ្ចឹងនៅពេលដែលយើងធ្វើការ generate វានឹងបង្ហាញ file QR code របស់យើងបាទហើយធ្វើការ download បាទខ្ញុំបាន download ហើយអញ្ចឹងធ្វើការបើកមកបាទនេះយើងនឹងបាន QR code មួយហើយអញ្ចឹងបងប្អូនអាចយកទៅប្រើប្រាស់តាមរកការបងប្អូនអញ្ចឹងអូខេហើយសម្រាប់ការបង្កើតផ្សេងដូចជា YouTube យើងគ្រាន់តែដាក់តែ link YouTube មកគឺជាងធ្វើការ generate ទៅបានហើយបាទ Twitter ដូចគ្នា Facebook ក៏ដូចគ្នាដែរ Facebook យើងដាក់ជា URL profile ក៏បានជា URL chat របស់យើងក៏បានបង្កើតជា chat ឲ្យគេ chat មក account របស់យើងអញ្ចឹងបងប្អូនងាយស្រួលមិនចាំបាច់ឲ្យគេធ្វើការវា search រកអញ្ចឹងវាអាចថាឈ្មោះ Facebook គឺអ្នកខ្លះគឺឈ្មោះច្រើនមានន័យថាពេលយើង search ទៅឃើញឈ្មោះច្រើនអញ្ចឹងបងឈ្មោះដូចគ្នាច្រើនអញ្ចឹងវាពិបាកតើយើងស្គាល់ profile ស្គាល់រូបភាពដែលតាំងក្នុង Facebook ទើបយើងដឹងថា Facebook ហ្នឹងជា Facebook មួយណាពិតប្រាកដអញ្ចឹងប៉ុន្តែបើសិនជាយើងមាន QR code scan គឺ scan ដឹងចូលម្នាក់នឹងដែរឬក៏ជាចូលជា Facebook របស់យើងដែលយើងឲ្យគេអញ្ចឹងបងប្អូនគឺ Facebook ហ្នឹងគឺយើង scan ទៅគឺឃើញតែម្ដងបងប្អូនបាទគឺងាយស្រួលអូខេអញ្ចឹងខ្ញុំបង្ហាញឧទាហរណ៍ Facebook មួយទៀតចុះខ្ញុំធ្វើការយើងទៅយក link profile របស់យើងពេលបងប្អូនចូលមកនៅនេះឃើញ home អញ្ចឹងបងប្អូនចុចកន្លែងលើរូប profile មកហើយបងប្អូនចុចកន្លែងត្រី3នេះមកបាទអញ្ចឹងយើងអូសមកក្រោមឃើញ link ការ copy link ខ្ញុំធ្វើការចូលទៅកាន់បាទនេះ Facebook បងប្អូនអញ្ចឹងធ្វើការ paste link នៅកន្លែងនេះមកបាទអូខេតមកទៀតបងប្អូន custom color custom logo ដូចគ្នាអញ្ចឹងមកសិនកន្លែង logo នេះបងប្អូនចង់ដាក់ជារូប profile បងប្អូនអញ្ចឹងមានរូបដែលបងប្អូនតាំង profile បងប្អូនដាក់កន្លែងនេះមកបងប្អូន save រូបដែលជាប់នៅក្នុង profile អញ្ចឹង
sale ហើយតថាខ្ញុំដាក់រូបមួយចុះតើខ្ញុំដាក់រូបនេះឧទាហរណ៍ទេប៉ុន្តែរូបតាំង profile ខ្ញុំដាក់ផ្សេងទេមិនរូបនឹងទេខ្ញុំគ្រាន់តែឧទាហរណ៍បញ្ជាក់បងប្អូនចឹងណាអូខេ logo ហើយយើងដាក់ color ដាក់អីlink យើងដាក់រួចហើយ logo យើងដាក់រួចហើយចឹងខ្ញុំធ្វើការបិទសិនហើយយើងធ្វើការ create នៅខាងក្រោមបាទចឹងវានឹងចាញ់បែបនេះហើយបងប្អូនចឹងមិនសិនជារូប profile Facebook បងប្អូនមិនគឺបងប្អូននឹងឃើញបែបនេះចឹងវាមាន link វាមានរូបនៅក្នុងនោះស្រេចចឹងបងប្អូនចង់បានរូបមូលនោះតែបងប្អូនសេរីរូបនឹងមូលសិនអញ្ចឹងបងប្អូនមានយើងធ្វើការកាត់នៅកម្មវិធីមួយណាក៏បានដែរកាត់រូបភាពឲ្យមូលមកដាក់ជាវងក៏បានដែរអញ្ចឹងបើសិនរូបជ្រុងវាចាញ់ជ្រុងអញ្ចឹងបងប្អូនអូខេអញ្ចឹងធ្វើយើងហើយយើងធ្វើការ download បងប្អូនរងចាំវាឲ្យដើរចប់អញ្ចឹងអូខេយើងបាន download ហើយអញ្ចឹងខ្ញុំធ្វើការ download មិនដោយសារតែឈ្មោះ file ដូចគ្នាអញ្ចឹងវា load ឲ្យយើង rename អញ្ចឹងប៉ុន្តែយើងមិនចង់ rename ក៏ដាក់អញ្ចឹងទៅបាទនេះខ្ញុំបាន QR code ហើយបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីអាច comment សាកសួរពីក្រោមបានហើយបើសិនតែធ្វើអត់បានអីចឹងហ្នឹងហើយបងប្អូនអាចតែមើលតាមហ្នឹងទៅបងប្អូនតែមើលអំពី function វាមួយទៅបងប្អូនអញ្ចឹងអរគុណច្រើនបើសិនជាមានប្រយោជន៍អាចជួយចែករំលែកដល់អ្នកដទៃហើយកុំភ្លេចជួយ subscribe និងដាក់រូបកណ្ដឹងអ្នកមួយផងអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយទៀត